បាទសូមអនុញ្ញាតគោរពនឹងជម្រាបសួរបងប្អូនដែលកំពុងតាមដានទស្សនាតាមបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ជាទីគោរពនិងជាទីនឹករលឹកហើយរឿងដែលបងប្អូនប្រជាពលរដ្ឋឬក៏មិត្តអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមលោកបានផ្ញើមកថ្ងៃនេះដើម្បីឲ្យខ្ញុំបាទបកស្រាយនឹងគឺតាក់ទងទៅនឹងករណីបងប្អូនយើងនៅតាមមូលដ្ឋានបាទជនបទស្រែចម្ការហ្នឹងលោកតែងតែរៀបចំអាគុយខ្សែភ្លើងដើម្បីដាក់ឆក់សត្វកដុលបើនិយាយភាសាសាមញ្ញគឺថាឆក់កដុលកុំឲ្យវាចូលមកស៊ីស្រូវឬក៏ស៊ីផលដំណាំផ្សេងបាទហើយកន្លែងខ្លះទៀតនឹងមានការរៀបចំបែបហ្នឹងដើម្បីការពារកុំឲ្យចោលហ្នឹងវាលួចមន់លួចទាអីចឹងជាដើមបាទហើយរឿងនេះគឺជារឿងដែលកើតមានញឹកញាប់ហើយជាពិសេសគឺប្រហែលសប្តាហ៍ហ្នឹងនៅខេត្តកណ្ដាលគឺ2នាក់ស្រេចបាទមួយគឺរៀបចំឆក់ខ្សែភ្លើងហ្នឹងដើម្បីសម្លាប់សត្វកណ្ដុរកុំឲ្យវាចូលមកស៊ីស្រូវនៅខេត្តកណ្ដាលដែររអិលភ្លឺស្រែដួលទៅប៉ះចំអាខ្សែភ្លើងដែលខ្លួនដាក់ហ្នឹងស្លាប់ខ្លួនឯងមួយទៅបាទមួយទៀតគឺរៀបចំចឹងដែរដល់ពេលអ្នកដតីគេដើរតាមភ្លឺស្រែហ្នឹងវាល្អិលជើងក៏ធ្លាក់មកប៉ះអាខ្សែភ្លើងដែលយើងរៀបចំហ្នឹងឆក់គ្នាស្លាប់បាត់ទៅអញ្ចឹងបងប្អូនលោកសួរករណីទី1បាទករណីទី1លោកសួរថាបើសិនជាយើងរៀបចំខ្សែភ្លើងឆក់តែបំណងរបស់យើងនឹងឆក់សត្វកដុលឬក៏សត្វដទៃកុំឲ្យវាចូលស៊ីផលដំណាំស្រូវស្រែទេប៉ុន្តែវាកតាចៃដន្យណាមួយអ្នកដទៃផ្សេងទៀតហ្នឹងក៏ដើរកាត់មកវាប៉ះខ្សែហ្នឹងឆក់ល្អិលជើងដួលប៉ះខ្សែហ្នឹងឆក់អញ្ចឹងទី1គាត់បានលើកឡើងថាបើសិនជាឆក់នឹងត្រឹមតែរបួសនាំឲ្យរបួសតើអ្នកដែលរៀបចំខ្សែភ្លើងដាក់ឆក់ហ្នឹងទទួលខុសត្រូវឬក៏មានទោសមានពៃដែរឬក៏អត់ទេហើយវាគឺជាបទល្មើសដែរឬអត់ទេក្នុងរឿងព្រហ្មទណ្ឌខ្ញុំសូមជម្រាបជូនខ្លីថាទាំងរបួសទាំងនាំឲ្យគេស្លាប់ដែលកើតចេញពីការរៀបចំខ្សែភ្លើងឆក់របស់យើងហ្នឹងទោះបីជាយើងឆក់កដុលឆក់មន់ឆក់ទាឆក់ឆ្កែជ្រូកអីក៏ដោយមិនមានបំណងចង់សម្លាប់មនុស្សទេយ៉ាងណាក៏ដោយគឺនៅតែជាបទល្មើសព្រហ្មទណ្ឌដដែលហើយត្រូវទទួលខុសត្រូវក្នុងរឿងព្រហ្មទណ្ឌមានន័យថាត្រូវប្រឈមមុខនឹងការដាក់ពន្ធនាគារនិងពិន័យជាប្រាក់ទៀតឥឡូវបងប្អូនសួរករណីទី1ថាបើសិនជាការឆក់នឹងបណ្ដាលឲ្យត្រឹមតែអ្នកដទៃរបួសស្នាប់តើជាបទល្មើសដែរទេហើយទទួលខុសត្រូវព្រហ្មទណ្ឌកម្រិតណាខ្ញុំសូមជម្រាបជូនថាបើសិនត្រឹមតែរបួសស្នាមទេក៏ជាបទល្មើសព្រហ្មទណ្ឌដែរគ្រាន់តែជាបទល្មើសគេហៅថាបង្ករបួសស្នាមដោយអចេតនាបទល្មើសបង្ករបួសស្នាមដោយអចេតនានេះគឺមានចែងនៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ2009បាទហើយក្នុងមាត្រា236អញ្ចឹងខ្ញុំសូមបើកមើលមាត្រា236នឹងតែម្ដងថាតើគេចែងដូចម្ដេចនៅក្នុងក្រមព្រហ្មទណ្ឌឆ្នាំ2009នេះមាត្រា236បទបង្កឲ្យមានរបួសដោយអចេតនាបានន័យថាយើងគ្មានចេតនាបង្ករបួសដល់អ្នកដទៃណាមួយទេគឺចង់តែសម្លាប់សត្វកដុរការពារកុំឲ្យវាចូលមន់ទាជ្រូកឆ្កែជាដើមតែនៅប៉ះមនុស្សដោយចៃដន្យណាមួយអញ្ចឹងបទល្មើសនេះគេបានសរសេរថាគឺជាអំពើដែលបណ្ដាលឲ្យមានរបួសដល់អ្នកដទៃដោយអំពើយើងយ៉ាងម៉េចខ្លះទី1ដោយការធ្វើប្រហែសការមិនប្រុងប្រយ័ត្នឬការខ្ជិលខ្ជាដែលបង្កឲ្យមានអសមត្ថភាពបាទក្នុងការធ្វើការងារស្មើឬក៏លើសពី8ថ្ងៃអញ្ចឹងបើសិនជាបង្កដោយអចេតនានាំគេរបួសដោយសារតែយើងខ្ជិលខ្ជាដោយសារតែយើងមិនប្រុងប្រយ័ត្នដោយសារយើងធ្វើប្រហែសអាទាំងអស់ហ្នឹងគេហៅធ្វើប្រហែសដោយសារខ្ជិលខ្ជាដោយសារតែយើងអត់ប្រុងប្រយ័ត្នថាវាអាចនឹងប៉ះមនុស្សអាហ្នឹងវាអញ្ចឹងបើយើងដាក់កដាវាលហ្នឹងបាទអញ្ចឹងហើយមានរបួសដែលមិនអាចបំពេញកិច្ចការងារស្មើឬក៏លើសពី8ថ្ងៃឡើងលើទៅគឺចូលបទល្មើសហ្នឹងណាមួយទៀតទី2គឺការបំពានទៅលើកាតព្វកិច្ចសន្តិសុខឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវអានឹងវាពាក់ព័ន្ធអ្នកដែលមានភារកិច្ចទេ
បាទអ្នកដែលមានភារកិច្ចទទួលខុសត្រូវប៉ុន្តែគាត់បំពេញទៅលើកាតព្វកិច្ចសន្តិសុខមិនការពារសន្តិសុខមិនបង្ការមិនអីហើយច្បាប់តម្រូវឲ្យគាត់ត្រូវទៅធ្វើចេះប៉ុន្តែគាត់អត់បានជាធ្វើវិញហើយបទបង្កឲ្យមានរបួសដោយអចេតនានេះគឺក្រមព្រំដែនឆ្នាំ2009មាត្រា236ហ្នឹងគឺថាផ្ដន់ទោសដាក់ពន្ធនាគារពី6ខែរហូតដល់2ឆ្នាំក្រៅពីការដាក់ទោសពន្ធនាគារហើយហ្នឹងគឺតម្រូវឲ្យចក្រមត្រូវពិន័យជាប្រាក់ទៀតគឺពិន័យ1លានរៀលរហូតដល់ទៅ4លានរៀលក្នុងចន្លោះហ្នឹងថែមអញ្ចឹងមានន័យថា2ទាំងដាក់ពន្ធនាគារផងទាំងពិន័យជាប្រាក់ផងពិន័យជាប្រាក់នេះគឺសម្រាប់ចូលថវិការដ្ឋទេមិនមែនសម្រាប់ទៅបុគ្គលឯកជនទេបុគ្គលឯកជនដូចខ្ញុំធ្លាប់បានបញ្ជាក់ពីដើមហើយថាគេមានសិទ្ធិមួយទៀតប្តឹងទាមទារសំណងជួសជុលការខូចខាតដែលយើងនិយាយថាសំណងរដ្ឋប្រវេណីមាន2ប្រភេទគឺសំណងជួសជុលការខូចខាតនិងសំណងជំងឺចិត្តបាទអញ្ចឹងនេះគឺជាទោសដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌមិនមែនខ្ញុំបាទចេះតែថាទេដូច្នេះសូមបងប្អូនយកទៅពិចារណាតាមការគួរចោះបាទបងប្អូនលោកសួរមកសំណួរទៀតដែរចុះបើសិនជាស្លាប់វិញស្លាប់គេហើយតើមានទោសកម្រិតណាដែរបើត្រឹមតែបង្កឲ្យគេលបួសស្នាមនឹងមានទោសប៉ុណ្ណឹងហើយជាប់ពន្ធនាគារ6ខែទៅ2ឆ្នាំពីនេះជាប្រាក់ពី1លានរៀលរហូតដល់4លានរៀលហើយចុះគេស្លាប់វិញអានឹងយ៉ាងម៉េចដែរបទល្មើសអីដែរជាប់គុកប្រមាណពីនេះប្រមាណអានឹងគឺជាបទល្មើសដែរគឺបទល្មើសមនុស្សជាតិដោយអចេតនាមនុស្សជាតិដោយអចេតនាមានន័យថាយើងអត់បានរៀបចំផែនការឬក៏មានចេតនាចង់សម្លាប់មនុស្សទេប៉ុន្តែដោយសារតែការធ្វើប្រហែសការខ្ជិលខ្ជាការហៅថាមិនប្រុងប្រយ័ត្នរបស់យើងនាំឲ្យគេស្លាប់ដោយសារតែអំពើរបស់យើងអាហ្នឹងគឺអចេតនាហើយអចេតនានេះគឺបើនិយាយពីទ្រឹស្ដីព្រហ្មទណ្ឌគេហៅថាអចេតនាមិនចំពោះទៅទៀតមិនចំពោះមានន័យថាមិនសំដៅទៅលើបុគ្គលណាមួយទេវាមិនដែលថាខ្ញុំអត់មានបំណងសម្លាប់ទេមនុស្សទេខ្ញុំដាក់អាហ្នឹងប៉ុន្តែខ្ញុំចង់ឲ្យបុគ្គលកនោះមានបញ្ហារបួសឬក៏ស្លាប់បើសិនជាអញ្ចឹងមានន័យថាមានចេតនាបាត់អញ្ចឹងអានេះគឺថាអចេតនាហើយមិនចំពោះទៅទៀតបើន័យថានរណាដែលប៉ះនរណាដែលចំរឿងហ្នឹងគឺទទួលតែហ្មងទៅទទួលហានិភ័យទទួលព្យាសនកម្មឬក៏រោគរបួសឬក៏ស្លាប់អញ្ចឹងតែហ្មងទៅអាហ្នឹងគឺអត់មានចំពោះទ្រឹស្ដីព្រហ្មទណ្ឌហ្នឹងបាទហើយបទល្មើសហ្នឹងគឺមានចែងនៅក្នុងមាត្រា207ដូច្នេះខ្ញុំសូមអនុញ្ញាតបើកទៅមាត្រា207នៃក្រមព្រហ្មទណ្ឌថាតើគេចែងរបៀបម៉េចបាទគេចែងរបៀបម៉េចកម្រិតទោសរបៀបម៉េចអត្ថន័យបែបណាបទល្មើសរកឃើញគឺបទមនុស្សជាតិដោយអចេតនាមាត្រា207គេបានសរសេរថាគឺជាអំពើបណ្ដាលឲ្យស្លាប់អ្នកដទៃដោយទី1ការធ្វេសប្រហែសការមិនប្រុងប្រយ័ត្នឬការខ្ជិលខ្ជាចឹងដូចរបួសស្នាមដោយអចេតនាមិនដែរទី2ការបំពានលើកាតព្វកិច្ចសន្តិសុខឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវឲ្យដូចគ្នាអញ្ចឹងបាទដូចអាបទល្មើស236មកអញ្ចឹងហើយមនុស្សជាតិដោយអចេតនានេះក្រមព្រហ្មទណ្ឌឆ្នាំ2009គឺផ្ដន់ទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំបាទនឹងគេស្លាប់ពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលទៅ6លានរៀលបាទខ្ពស់ជាងរបួសធម្មតាបាទខ្ពស់ជាងរបួសធម្មតាចឹងទេបងប្អូនមេត្តាជ្រាបពាក់ព័ន្ធនឹងបញ្ហារឿងការរៀបចំខ្សែភ្លើងដើម្បីឆក់កដលក្តីឆក់សัตว์ផ្សេងក្តីឬក៏ពេលខ្លះយើងរហូតដល់ថាមិនមែនឆក់កដលទេមិនមែនការពារសัตว์ទេគឺមានបំណងយកហ្មងចុះបើសិនជាមានបំណងដាក់ថាការពារជ្រូកការពារគោការពារមាន់ការពារទាដើម្បីកុំឲ្យចោរលួចយើងរាយខ្សែភ្លើងពាត់លបងដល់ពេលចោរវាចូលមកឆក់វាងាប់ប៉ុន្តែហ្នឹងគឺអាចវិភាគថាវារបួសឬក៏វាស្លាប់យើងចេតនារបស់យើងនេះបើចេតនារបស់យើងកម្រិតត្រឹមតែគេហៅថាការពារកុំឲ្យតែវាចូលមកបានវាប៉ះអាហ្នឹងវាឆក់អាហ្នឹងគឺថាវាឈឺវាអីតិចតួចវារត់ទៅវិញបានអាហ្នឹងគឺថាអត់បញ្ហាចោលទេណាប៉ុន្តែគេនឹងពិនិត្យទៅលើបច្ចេកទេសនៃការរៀបចំប្រព័ន្ធភ្លើងរបស់យើងដើម្បីឆក់នោះទៀត
dương tháng nhóm bọn miên bầm nón ao kia slap đi nhóm cho bán á nhóm đã làm bay cà phê cho sầm mặt bọn nhóm cầm ao trào về lui vì cheแต่ mà lui piวันใต้nhóm bọn miên bầm nón về slap rồi rồi bột ngôn ngồi đi còn thà ao về pa tàn tích bị chọn từ tới cứ về rót từ vinh ao về khai phần năng ấyวันใต้cái mưa làm pi cà riệp trong bạch chạy cái tiền đúng không tòng song dương cứ còn là bạch cứ ngóp anh năng cứ ọt bàn thì cái ai sẽ đạp hay phò dương lự lại bàn này khi đừng rung từ đó là bọt là mưa khi từ cam đào cài thả thì mũi ai cả trên tận á bờ sân chiếc kia ai sầm ra là dương ấy anh năng nghe màรู้สึกđào trên tận á bàn bàn tay không cả lại thời xã khác cứ rung từ đóรู้สึกcứ tục chuyên môn nè mà châu đònรู้สึกcứ tục chuyên môn mitra pi rồi còn một đoàn trang pi pon một buôn là nó cho pon tri kia mua chi vật đi đấy đối với này promประหยัดvà promประหยัดกรุ๊ปจุ่มเฮียนวิพิวิจารณามูลหนึ่งทื่อสกรรมพิบัติหนึ่งvà hai mũi tiết bong conลูกปัดไทยมันสำรูได้ทาจ๊อกบ่ามันสลับเนะดอดตีสลับสมาชิกขนมครูสายเองวิ่งvà khi nhóm xung chuẩn bị chunได้ทาเปียฐานเนะดอดตีนี่บ่าในขนมเรื่องครูธนาจราจรไว้คือเกสมได้ทาบกกุลได้เหมือนเมนจีคลูนยืงบังกอนั่นแกหางทนดอตเตยตัวใบเนี่ยน้องจีบปนยืงจีกอนยืงจีมิงจีจีไม้ยืงกันเอาแกหางทนดอตเตยมีในทาบกกุลคลายปีคลูนยืงปัจจุบันน้องตรีสไตรปรุมต้นnó bị ai thà nẹt đợt tới cứ nẹt đây mình bong bồn dương mình chỉ dương phóng hay mình chỉ sạch nhiệt dương phong thiên anh năng cái hai thà nẹt đợt tới cho chẳng là lấy không cua sa sma chức bà dương bình rồi ta dương ruồi luôn bị bọt mưa prum một toán đây rồi ọt ruồi luôn thì tụ bay chia sma chức cua sa bà dương cái đây trầm tay rồi bu cái đây hai nâng slap nâng cái đây cứ nơi tại chịu bọt mưa trôn mitra pi rồi bấm pal khi thì cam đại chế tận á hai nâng bọt mưa nơi cái nông mitra pi rồi sám sật bấm muối cứ bằng co rồi bu đây chế tận á đại bà nâng nhom sông bà dạ chun chân đấy bà hai mà riêng tiết còn nơi xua khi nhom tiết thả cho bà sân chia chọc slap luôn anh mình nè riệp chòm năng ạ phải vô miên rương nơi khai cả đá làm trắng riệp chòm chọ có đó tay về thuê và hết vì là ăn lạp lưu xài nó đua máu lừa xài lưu nó chọc luôn ai slap từ bạn xua thà ta anh năng dân mình từ mình miền tô đấy anh năng khi nhom sông bà dạ thà về lên miền tô bạc hả vậy vì sao bà chạy cái tê không từ đây promotion cái hai thà rồi lúc bật đăng nhá rư co bật đăng promotion hết ai ban rồi lúc vì pro thà nẹt đại bằng có nẹt đại thưa đúng cứ ban slap từ hai chỉ cô ca promotion cạp đòn tiêu tu từ lư nẹt bật phết đảm bay ao người riêng trải ao người lên bật phết to tiết cho bậc kia slap từ bạn này nè ngược mà bật phết tiết ba này chẳng là bật đăng promotion bật đăng nhà nó rồi lột tới bạn và vấn đề hiện số sừng nuôi bình thản đám bay ở miền ca riêng trả sầm mép nẹt xem tiết cùng thôi chân thì mua về slap luôn anh phong thì pi vi rồi bu kỳ phong về slap kỳ phong chân những ai có đòn tiết tu sa ma chức na mà nẹt nơi cru sa bọc quạt bàn đấy đám bay cùng ở miền ca bậc chân to tiết thà ọt bản tê khăn ông từ đây promotion kia thì dây âm pi cô cá cái thàในการទទួលខុសត្រូវដោយផ្ទាល់ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើព្រហ្មទណ្ឌពីព្រោះគេដើម្បីកុំឲ្យអ្នកនងប្រព្រឹត្តទៀតឲ្យអ្នកនងរៀងចាអ្នកនងកែខ្លួនទៅជាមនុស្សល្អវិញអញ្ចឹងគោលការណ៍ព្រហ្មទណ្ឌគឺគ្មានគោលការណ៍ទទួលទោសជំនួសទេសូមបញ្ជាក់អញ្ចឹងបាទគ្មានគោលការណ៍ទទួលទោសជំនួសទេអ្នកណាធ្វើអ្នកនងទទួលដែលគេហៅថាសក់អ្នកណាក្បាលអ្នកនឹងគេមានគោលការណ៍មួយទៀតគេហៅថាគោលការណ៍អេតកតកម្មនិទោសអានេះថាការបំបែកទោសទទួលខុសត្រូវនឹងការផ្ដំទីទោសនឹងទៅតាមអំពើប្រព្រឹត្តរបស់បុគ្គលនីមួយៗបើបុគ្គលនឹងប្រព្រឹត្តបុគ្គលនឹងទទួលប្រព្រឹត្តធ្ងន់ប្រព្រឹត្តខ្លាំងប្រព្រឹត្តច្រើនទទួលតាមនងអ្នកប្រព្រឹត្តតិចទទួលតាមតិចអ្នកអត់ប្រព្រឹត្តសោះមិនត្រូវឲ្យគេទទួលខុសត្រូវទេមិនត្រូវផ្ដំទីទោសគេទេអញ្ចឹងបានគេមានគោលការណ៍អេតកតកម្មនិទោសនឹងបាទប៉ុន្តែប្រសិនបើគេរកឃើញថាការរៀបចំរបស់គាត់ហ្នឹងគឺមានអ្នកបញ្ជាឲ្យទៅរៀបចំមានអ្នករៀបចំផែនការឲ្យទៅរៀបចំ
មានអ្នកសំគំនិតឲ្យទៅរៀបចំប្រព័ន្ធឆក់ហ្នឹងណាដល់ពេលវិច័យដន្យឆក់ខ្លួនឯងស្លាប់អានឹងអ្នកដែលបញ្ជារៀបចំអ្នកដែលរៀបចំផែនការឲ្យទៅរៀបចំនិងអ្នកសំគំនិតឲ្យរៀបចំគឺទទួលទោសដែរបាទគាត់ស្លាប់បាត់ហើយគឺគាត់ផុតអត់មានទទួលទេបណ្ដឹងអាញារបស់គាត់នឹងបាត់ហើយប៉ុន្តែនៅអ្នកដែលពាក់ព័ន្ធដូចជាសំគំនិតដូចជាឲ្យបញ្ជាដូចជារៀបចំផែនការឲ្យទៅធ្វើអញ្ចឹងដាក់បញ្ជាឲ្យទៅធ្វើអញ្ចឹងអាហ្នឹងគុកដែរអាហ្នឹងគុកបាទគុកហើយមួយទៀតបានន័យថាមកក្រុមរបស់គាត់ហ្នឹងគាត់ទៅរួមគ្នារៀបចំធ្វើដោយផ្ទាល់ហ្មងដែលគេហៅថាសហចារីអ្នកប្រព្រឹត្តផ្ទាល់នេះកាន់អគុយនេះដាក់អញ្ចេះនេះដាក់ចុះនេះដាក់នេះចុះមកក្រុមហ្នឹងប៉ុន្តែវិច័យដន្យនៅក្នុងក្រុមហ្នឹងមានម្នាក់បាទស្អែកមកឬក៏2ម៉ោងក្រោយមកដើរទៅល្អិលដួលចំខ្សែហ្នឹងឆក់ស្លាប់ទៅឬក៏កំពុងតែរៀបចំហ្នឹងខុសបច្ចេកទេសក្នុងចំណោមម្នាក់ឬ2នាក់ណាមួយឆក់ស្លាប់ទៅអានឹងអ្នកដែលមិនស្លាប់គឺទទួលខុសត្រូវព្រមមិនទាន់បត់ល្មើសដូចរាយរ៉ាត់មកខាងលើអរគុណណាស់ខ្ញុំបាទសង្ឃឹមថាបងប្អូនជាពិសេសម្ចាស់សំណួរម្ចាស់ករណីដែលបានលើកឡើងដោយសារតែគាត់បានតាមដានព័ត៌មានតាមបណ្ដាញទូរទស្សន៍ឬក៏បណ្ដាញសារព័ត៌មានផ្សេងៗហើយគាត់ឆ្ងល់គាត់ចង់ឲ្យយើងខ្ញុំបកស្រាយឲ្យបានច្បាស់អំពីបញ្ហាហ្នឹងឥឡូវនេះខ្ញុំគិតថាច្បាស់ត្រឹមតែ 80% ទេចាំបងប្អូនតាមដានបន្តទៀតចុះពីម៉ោងពេលវាខ្លីដែរបាទខ្ញុំបាទសូមអរគុណហើយនឹងសូមស្វាគមន៍ចំពោះការលើកឡើងនៃករណីនិងសំណួរផ្សេងៗដែលពាក់ព័ន្ធនឹងផ្លូវច្បាប់មកដល់យើងខ្ញុំតាមប្រព័ន្ធទំនាក់ទំនងសង្គមប៉ុន្តែរឿងពាក់ព័ន្ធបញ្ហានយោបាយគឺសូមមេត្តាអធិស្ឋានគឺខ្ញុំបាទមិនធ្វើការបកស្រាយទេហើយមួយទៀតសូមអភ័យទោសដែរចំពោះបងប្អូនដែលបានផ្ញើករណីឬក៏ផ្ញើសំណួរផ្សេងៗមកហ្នឹងដោយសារតែខ្ញុំបាទមានកិច្ចការងារមមាញឹកផងហើយនឹងគេហៅថាសំណួរឬក៏ករណីដែលបងប្អូនផ្ញើមកក៏ច្រើនដែរដូច្នេះសូមបកស្រាយទៅតាមលេខរៀងនីមួយៗអញ្ចឹងសូមខន្តីអភ័យទោសក្នុងការឆ្លើយតបយឺតយ៉ាវដោយប្រការបាទនឹងបាទសូមអរគុណសូមជម្រាបលាត្រឹមប៉ុណ្្នឹងសិន